អាញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានថាថ្មីនេះគណនី Facebook និង TikTok ឈ្មោះថា Nina Dali បានបង្ហោះផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការនិងសម្លៀកបំពាក់មិនសមរម្យនៅមុខប្រាសាទអង្គរវត្តគោលដៅបង្ហាញនិងលើកតម្កើងពីការហាត់ប្រាណរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់អង្គរសម្បត្តិបេតិកភណ្ឌពិភពលោក អាញាធរជាតិអប្សរាសូមសម្ដែងការមិនពេញចិត្តនិងមិនអាចទទួលយកបានចំពោះការប្រើប្រាស់សម្បត្តិបេតិកភណ្ឌជាតិដោយពុំសមស្របក្នុងនោះអង្គរវត្តមិនត្រឹមតែបើជាបេតិកភណ្ឌអត្តសញ្ញាណជាតិនិងជាទីសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែក៏មានតម្លៃជាសកលជាកិត្តិយសជាតិដែលត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌពិភពលោក ក្នុងន័យនេះការប្រើប្រាស់សម្លៀកបំពាក់និងកាយវិការរបស់គាត់គឺជាទង្វើប្រឆាចទាំងតម្លៃបេតិកភណ្ឌនិងសិលធម៌ដូចជា 1. ទង្វើមិនសមស្របដែលយករូបភាពប្រាសាទអង្គរវត្តមកថតបាទផ្សព្វផ្សាយភ្ជាប់ជាមួយរូបភាពសម្ដែងរបស់ខ្លួន 2. កង្វះខាតនៃសិលធម៌ផ្ទាល់ខ្លួនតាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃចរិយាបាទសម្បត្តិនិងភាពថ្លៃថ្នូរភាពជាស្ត្រីខ្មែរ 3. កង្វះខាតការគោរពចំពោះវប្បធម៌និងប្រពៃណីជាតិបាទបងប្អូនប្រិមិត្តអរគ្នាចង់ពាក់ព័ន្ធទៅនឹងនារីម្នាក់បាទដែលមានគណនី Facebook និង TikTok ឈ្មោះថា Nina Dali បានបង្ហោះផ្សព្វផ្សាយវីដេអូរបស់ខ្លួនហ្នឹងបាទធ្វើការហាត់ប្រាណនៅមុខប្រាសាទអង្គរវត្តដោយប្រើប្រាស់សម្លៀកបំពាក់មិនសមរម្យអញ្ចឹងបងប្អូនបានឃើញហើយសម្លៀកបំពាក់របស់គាត់គឺមិនសមរម្យតតែសោះគាត់បានធ្វើវីដេអូហាត់ប្រាណបាទលក្ខណៈថាចង់បង្ហាញអំពីការហាត់ប្រាណដើម្បីសុខភាពណាក៏ប៉ុន្តែវាប្រឆាចអំពីវប្បធម៌របស់យើងដែលគាត់ស្លៀកពាក់មិនសមរម្យបងប្អូនអរគ្នា